ការប្រែប្រួលអាកាសធាតុនេះយើងតែងតែគិតថាវានឹងកើតឡើងនៅពេលអនាគតប៉ុន្តែតាមពិតទៅគឺវាកំពុងនឹងកើតមានហើយបាទហើយវាពិតជាប៉ះពាល់ទៅដល់ការរៀនសូត្រទៅដល់សាលារៀនទៅដល់សេវាដែលយើងផ្ដល់នៅតាមគ្រឹះស្ថានសិក្សានេះហើយវាមិនមែនជារឿងតែកម្ពុជាទេវាជាបញ្ហារួមរបស់ពិភពលោកផងដែរបញ្ហាទាំងអស់ហ្នឹងវាជាអត្តពលទៅដល់ការរៀនទៀងទាត់របស់សិស្សបាទហើយវាតម្រូវឲ្យក្រសួងអប់រំយុវជននិងកីឡាដើម្បីធានានិរន្តរភាពការរៀនសូត្ររបស់សិស្សហ្នឹងត្រូវតែធ្វើការសហការជាមួយនឹងក្រសួងពាក់ព័ន្ធហើយកន្លងមកក្រសួងអប់រំយុវជននិងកីឡាយើងនេះបានសហការស្អិតមុតជាមួយនឹងក្រសួងបរិស្ថានការប្រែប្រួលអាកាសធាតុនេះគឺបើយើងនិយាយអស់ថាវាប៉ះពាល់ទៅដល់វិស័យអប់រំនឹងទាំងសុខភាពរបស់កុមារហើយនឹងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលារៀនទៀតដូច្នេះហើយបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់នៅក្នុងការដាក់បញ្ចូលការអប់រំនេះចូលទៅក្នុងយុទ្ធសាស្ត្រការប្រែប្រួលអាកាសធាតុរបស់ជាតិរបស់យើងនឹងជាស្ដែងទៅសមិទ្ធផលរបស់ខាងគម្រោងសេស៊ីនេះជាផ្នែកមួយដ៏សំខាន់ដោយសារអីយើងហៅថាក្នុងបច្ចុប្បន្ននេះគឺយុគសម័យបច្ចេកវិទ្យាតាមរយៈការដាក់ចេញនៅបច្ចេកវិទ្យាអប់រំរបស់ខាងគម្រោងនេះគឺក្រសួងបរិស្ថានសប្បាយចិត្តមែនទែនហើយនឹងមានការគ្រប់គ្រងយើងមើលឃើញថាវាគឺជាការផ្ដល់ព័ត៌មានមួយទៅដល់មិនត្រឹមតែកុមារទេទៅដល់សហគមន៍ឲ្យគាត់ត្រៀមខ្លួននៅក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុដូចនេះគម្រោងសេស៊ីនេះយើងមានគោលបំណងទី1គឺរៀបចំឲ្យមានការសម្របសម្រួលនៅថ្នាក់ក្រសួងទី2យើងធ្វើការស្រាវជ្រាវរកភស្តុតាងដើម្បីធ្វើជាផែនការដើម្បីការពារការសិក្សារបស់កុមារឲ្យកាត់បន្ថយផលប៉ះពាល់ពីអាកាសធាតុបន្តមកទៀតយើងគ្រប់គ្រងទៅខាងរាជរដ្ឋាភិបាលជាពិសេសក្រសួងអប់រំដើម្បីស្វែងរកថវិកាបន្ថែមយើងហៅភាសាអង់គ្លេសថា climate financing ហើយនឹងចុងក្រោយគឺធ្វើយ៉ាងណាឲ្យការសិក្សារបស់កុមារនឹងបន្តនៅក្នុងពេលដែលមានគ្រោះមហន្តរាយឬក៏ផលប៉ះពាល់មកពីអាកាសធាតុផ្សេងៗអញ្ចឹងខ្ញុំមានការភ្ញាក់ផ្អើលនៅក្នុងគម្រោងនេះដែលយើងធ្វើរយៈពេលខ្លីជាមួយនឹងក្រសួងអប់រំហើយនិងស្ថាប័នមួយចំនួនទៀតដែលពាក់ព័ន្ធហ្នឹងគឺយើងឃើញថារាជរដ្ឋាភិបាលជាពិសេសក្រសួងអប់រំហ្នឹងបានយកចិត្តទុកដាក់ធ្វើការងារដោយប្រសើរដោយបង្ហាញអំពី ownership របស់គាត់ភាពជាម្ចាស់របស់គម្រោងដើម្បីសម្របសម្រួលកែសម្រួលប្រព័ន្ធផ្ទៃក្នុងរបស់ក្រសួងហើយនឹងចុងក្រោយនោះមានការចូលរួមច្រើនពីភាគីពាក់ព័ន្ធផ្សេងទៀតបាទជាទូទៅក្រុមការងាររួមទាំងអ្នកបច្ចេកទេសនៅក្នុងក្រសួងរួមទាំងថ្នាក់ដឹកនាំកម្រិតនយោបាយដែរគឺយកកុមារជាចំណុចគោលដើម្បីយើងធ្វើយ៉ាងណាឲ្យការអប់រំហ្នឹងមានភាពបន្តរហូតទៅទៀតបាទគម្រោង CC គឺជាគម្រោងមួយដែលជារ៉ាញ់ទានឥតសំណងគ្រប់គ្រងបច្ចេកទេសពីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំដែលយើងហៅថា GPE នេះហើយអនុវត្តដោយ Save the Children អញ្ចឹងគម្រោងនេះបានអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំរបស់យើងកម្រិតគោលនយោបាយផែនការក៏ដូចជាកម្រិតអនុវត្តដូចជាកម្មវិធីឧស្សាហ៍កម្មវិធីអប់រំគ្រូបង្រៀនក៏ដូចជាការសាងសង់ក៏ដូចជាការអនុវត្តសកម្មភាពប្រចាំថ្ងៃនៅតាមសាលារៀនវិស័យអប់រំយើងមានវិសាលភាពធំហើយយើងមានសាលារៀនប្រហែលជា 13000 ទីតាំងបើសិនជាសាលារៀនទាំងអស់នោះដើមឈើតែ10ដើមហើយយើងអាចទាំងបានជាង100000ដើមដែរហើយវាយើងគិតទៅយើងអាចកើតទៅជាកាបូនប្រមាណបាទមានប្រមាណនោះទី2គឺយើងមានសិស្សជាង3លាន5សែននាក់បើសិនជាបាទតាំងពីកុមារតូចរហូតដល់ដល់សិក្សាបើសិនជាកុមារម្នាក់បានយល់ដឹងបាទចំណេះដឹងបៃតងគាត់ពំនាំរឿងនេះបាទទៅក្នុងផ្ទះវិញបាទអញ្ចឹងយើងអាចគុណរហូតដល់គុណនឹង2ទៅអញ្ចឹងវាស្មើនឹង 75% នៃវិជ្ជាជនរបស់យើងអញ្ចឹងមានន័យថាការរៀបចំនៅប្រព័ន្ធអប់រំអាកាសធាតុវៃឆ្លាតនៅកម្ពុជាមិនទាន់ចប់នៅត្រឹមតែមួយឆ្នាំនេះទេថ្មីនេះយើងអបអរសាទរមែនទែនដែលរាជរដ្ឋាភិបាលបានដាក់ឲ្យប្រើប្រាស់នៅផែនការជាតិរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុដំណាក់កាលទី3ផែនការនេះក៏កំណត់ថវិកាចូលរួមរហូតដល់ 32,000 លានសម្រាប់រយៈពេល10ឆ្នាំនេះជា
ការបញ្ញាចិត្តដ៏ធំមែនទែនហើយគម្រោង Sesi និង Brace នេះបាននឹងកំពុងរួមចំណែកទៅលើផែនការនេះយ៉ាងសកម្មហើយនឹងយើងជួយគ្រប់គ្រងរដ្ឋាភិបាលឲ្យរៀបចំយន្តការកម្រិតជាតិវាស្របពេលជាមួយនឹងរដ្ឋាភិបាលដាក់យកផែនការជាតិនេះជាអត្ថប្រយោជន៍សម្រាប់10ឆ្នាំទៅមុខទៀតអញ្ចឹងខ្ញុំសង្ឃឹមថាការចូលរួមរបស់យើងរបស់ Seri Children ហើយនឹងគម្រោង Brace និង Sesi នេះចូលរួមជាមួយនឹងផែនការជាតិដំណាក់កាលទី3នេះឲ្យយើងអាចសម្រេចបាននូវគោលបំណងគោលដៅដើម្បីឲ្យប្រព័ន្ធអប់រំយើងនឹងអាចមានភាពធន់ជាមួយនឹងការប្រែប្រួលអាកាសធាតុបានខ្ញុំតាំងនាមថ្នាក់ដឹកនាំក្រសួងក៏ដូចជាក្រុមការងារក្នុងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងការអប់រំសូមថ្លែងអំណរគុណដល់លោកនាយកតំណាងក្រសួងបរិស្ថានលោកប្រធានមន្ត្រីលោកប្រធានអង្គការ Save Children ក៏ដូចជាអាដាមលោកស្រីទាំងអស់ដែលបានចូលរួមគ្នាសហការគ្នារយៈពេល1ឆ្នាំហើយយើងទទួលបាននៅសមិទ្ធផលដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសមត្ថភាពក្នុងការបញ្ចូលនៅការប្រែប្រួលអាកាសធាតុនេះទៅក្នុងកម្មវិធីសិក្សានិងការបណ្ដុះបណ្ដាលគ្រូ